រាជវាំងដែលថាតកលនីមួយហ្នឹងត្រូវយកតំណែងឬមួយក៏អីវ៉ាន់មួយចំនួនហ្នឹងចូលទៅលក់នៅក្នុងរាជវាំងអីចឹងណាខាងរាជការហ្នឹងក៏បានប្រកាសថាខាងតកលនោះត្រូវនាំចូលស្នែងក្តាន់ខាងតកលនេះវិញក៏នាំស្បែកគោឬមួយក៏ខ្លារខិនអីចឹងណាដល់ពេលខាងតកលមីនគាត់គឺមិនបានលើសឈ្មោះរបស់គាត់អ្វីទាំងអស់អ្នកស្រីមីនគាត់ឆ្លងកាំងប្រហើយគាត់ខំត្រៀមស្បែកខ្លារខិនឡើងច្រើននេះហើយរាល់ដងមកគឺគ្រួសារតកលមីននឹងឯងដែលជាអ្នកនាំយកស្បែកខ្លារខិនហ្នឹងចូលទៅកាន់រាជវាំងហើយចូលឆ្នាំនេះបាត់តកលនាងបាត់អញ្ចឹងហើយរោមខ្លាដែលគាត់ខំទិញមកឡើងច្រើននេះតើគាត់យកទៅណាទៅលោកម្ចាស់ស៊ីមែនដែរគាត់ធ្វើដូចជាយល់ចិត្តប្រពន្ធណាអញ្ចឹងគាត់ក៏បាននិយាយប្រាប់កុំឲ្យប្រពន្ធហ្នឹងគិតច្រើនអីចាំគាត់ហ្នឹងជាអ្នកជួយចាត់ចែងឲ្យទៅចោមិនម៉ាហ្នឹងចាំគាត់ទៅចោចាលើទៅឲ្យគ្រួសារតកលមុនព្រោះអីគាត់ស្គាល់ពាណិជ្ជករថ្មីនោះដែរអញ្ចឹងណាហើយរួចពីហ្នឹងមកពេលដែលលោកម្ចាស់ស៊ីមកចេញទៅបំពេញការងាររបស់គាត់កូនចៅអ្នកស្រីមីនក៏ចូលមករាយការណ៍ប្រាប់គេបានស្រាវជ្រាវដឹងថាថ្មីនេះលោកម្ចាស់ស៊ីហ្នឹងតែកន្លែងកំសាន្តរបស់ប្រុសតែគាត់ទៅហ្នឹងគឺបានជួបស្រីញីអ្វីឡើយគឺគាត់ហ្នឹងបានជួបមនុស្សប្រុសទៅវិញហើយរឿងហ្នឹងក៏បង្វែរទៅកាន់ជេអ៊ីអាណាវិញបាននាងកំពុងតែមើលសភើមកក្បាលនៅស្របពេលហ្នឹងមួយជីណាគេក៏បានដើរមកឃើញគេប្រងស្រីឲ្យឈ្មោះរបស់នាងហើយតើប៉ុន្តែនៅពេលជាមួយគ្នាហ្នឹងហងរាំងក៏បានដើរមកកាន់ទីនេះដែរជេអ៊ីអាណាក៏រវល់តែសម្លឹងរកហងរាំងអញ្ចឹងទៅប៉ុន្តែពេលដែលហងរាំងហ្នឹងរកដើរមកក្បែរនាងជេអ៊ីហ្នឹងក៏បានជំងឺដើរចេញទៅបានមួយជីណានេះវិញហាក់ដូចជាមិនស្នុកនៅក្នុងចិត្តសោះគេក៏បានចូលទៅរកមើលសភៅដែលជេអ៊ីហ្នឹងបានកាន់មើលមុនហ្នឹងដែលនៅក្នុងសភៅនោះគឺមានរូបភាពមួយចំនួនដែលជេអ៊ីហ្នឹងធ្លាប់គូពីហងរាំងកាលនៅតូចពេលដែលមួយជីហ្នឹងគេបើកមើលយូរទៅគេក៏ស្រាប់តែឃើញរូបហងរាំងពេលដែលធំកន្លងយើងក៏មិនបានដឹងដែរថាមួយជីហ្នឹងគិតបែបណានោះរឿងហ្នឹងក៏បានកាត់មកនៅព្រឹកបន្តទៀតបានយើងក៏បានឃើញមន្ត្រីស៊ីមហ្នឹងចាត់ចែងមុខទំនិញរបស់ប្រពន្ធហ្នឹងយកទៅចាត់ចែងជួយលក់ឲ្យបន្តទៀតតែថាពេលដែលពួកគេយកចេញទៅហ្នឹងបិទផ្លាកផ្សេងទេដល់ពេលដែលពួកគេធ្វើដំណើរបានពាក់កណ្ដាលផ្លូវពួកគេក៏បានចដោបិទផ្លាកផ្សេងចំនួនវិញតើពួកគេចង់លេខក្បាច់ស្អីទេហ្នឹងបើយើងងាកទៅមើលអ្នកស្រីមានឯណោះគាត់ក៏បានមកតាមមើលមុខបរិសម្នាក់តែគាត់បានលើមកថាបរិសម្នាក់ហ្នឹងហើយនឹងប្តីរបស់គាត់បានជួបគ្នានៅឯកន្លែងកំសាន្តរបស់បរិគាត់មើលយូរទៅដូចស្រៀងពីណាគេទេនេះគាត់ដូចជាចាំនៅចំមាន់រួចមកទៅអ្នកស្រីមានហ្នឹងបានដឹងថាខ្ជូហាហ្នឹងត្រូវជាបងប្រុសរបស់គាត់នីមហើយគាត់នីមហ្នឹងត្រូវជាអតីតស្រីស្នេហ៍របស់លោកម្ចាស់ស៊ីម៉ូអ្នកស្រីមានហ្នឹងសែនខឹងណាស់គាត់ក៏និយាយថាប្តីរបស់គាត់ហ្នឹងចូលដៃជាមួយនឹងពីណាគេមិនចូលទៅចូលខុបខិតជាមួយនឹងគ្រួសារអតីតគូស្នេហ៍ដើម្បីតែធ្វើរលំគាត់ទៅវិញគិតទៅអ្នកស្រីមានចង់ហួចចិត្តវិញតើហើយថាលោកម្ចាស់ស៊ីហ្នឹងចង់មើលងាយគាត់ដែរហើយរឿងហ្នឹងក៏កាត់ទៅបង្ហាញពីមនុស្សមួយក្រុមទៀតវិញបានពួកគេបាននាំទំនិញទាំងកេះហ្នឹងយកទៅដាក់នៅក្នុងរូងភ្នំបើតាបេតមានដឹងនៅកន្លែងហ្នឹងគឺជាអណ្ដងរ៉ែប្រាលុះដល់ពេលដែលក្រុមកម្មករហ្នឹងជញ្ជូនកេះចូលទៅដល់ខាងក្នុងអស់ក៏ស្រាប់តែលេខវត្តមានចំណិតរបស់អ្នកស្រីមានហ្នឹងមកកាន់ទីនេះហើយគេក៏បានយកភ្លើងហ្នឹងយកមកដុតនៅពីមុខអណ្ដងរ៉ែហ្នឹងក៏បានធ្វើឲ្យអណ្ដងហ្នឹងឆេះផ្ទុះហើយផ្សាយមកឡើងខ្មៅស្កិលអាណិតតែជីវិតកម្មករនៅក្នុងហ្នឹងតានេះនៅមិននៅក៏ត្រូវមកជួបរឿងមិនល្អទាំងអស់នេះបន្ទាប់ពីហ្នឹងមកយើងទៅមើលខាងអ្នកស្រីមីនគាត់ក៏បានប្រម៉ែប្រមូលកូនចៅរបស់គាត់ឡើងមកក្រុមធំហ្នឹងដើរសម្ដៅទៅកាន់ផ្ទះមួយជីនហើយអ្នកស្រីមីនក៏បានបញ្ជាឲ្យកូនចៅហ្នឹងចាក់មួយជីនចំណែកឯមន្ត្រីស៊ីមិនដែលគាត់ទៅតាមមកដល់ក្រោយគាត់ក៏បានស្រែកសួរប្រពន្ធថាតើប្រពន្ធហ្នឹងធ្វើទៅមើលស្អីគេអ្នកស្រីមីនគាត់និយាយខ្លាំងថាមួយជីនបានប្រព្រឹត្តបទល្មើសជួយដូរស្ពាន់ខុសច្បាប់ដែលខាងរាជការហ្នឹងបានហាមឃាត់ការដឹកជញ្ជូនណាក៏ឆ្លងកាត់អណ្ដងរ៉ែប្រាក់ក៏បណ្ដាលឲ្យរៀនស្លូតត្រង់ជាច្រើននៃស្លាប់បាត់បង់ជីវិតនៅក្នុងអណ្ដងរ៉ែនោះគេក៏នៅប្រព្រឹត្តខុសដោយគេប្រាក់នៅក្រោមបទល្មើសមួយជីននៅវិញខ្ញុំបានដឹងថាហើយមិនត្រឹមតែប៉ុណ្្នឹងទេអ្នកស្រីមីនក៏ចង់មកដេញមួយជីនចេញពីគ្រួសាររបស់គាត់ព្រោះតែមួយជីនហ្នឹងធ្វើខុសច្រើនពេកប៉ុន្តែលោកម្ចាស់ស៊ីមកគាត់កាន់ជើងមួយជីនគាត់ក៏បានសួររកផតតាមត្រឹមត្រូវប្រពន្ធហ្នឹងក៏ចេះតែចាប់ប្រកាន់គ្នាប្រេះប្រាស់ទៅមើលអ្នកស្រីមីនគាត់មិនមែនចេះតែធ្វើឯណាគាត់គឺមានផតតាមមានមូលដ្ឋានអីត្រឹមត្រូវច្បាស់លាស់ទាំងអស់គាត់ក៏នៅមានឯកសារបញ្ជាក់ទៀតផងដែលនៅក្នុងឯកសារហ្នឹងគឺហើយពីវហើយថាឯកសារហើយក្បឺតចាស់ស៊ីហ្នឹងឲ្យមួយជីនសរសេរឈ្មោះរបស់គេនៅក្នុងនោះលោកអីលោកម្ចាស់ញ៉ាំបាយនៅក្បឺតបានបរោយបន្ទាប់មកអ្នកស្រីមានក៏បានបញ្ជាឲ្យកូនចៅហ្នឹងចាក់មួយជីនយកទៅឃុំទុកទៅចាំគាត់សួរចម្លើយរកមេខ្នងក៏ដូចជាអ្នកផ្សំកំណត់ជាមួយនឹងមួយជីនដល់ពេលដែលលោកម្ចាស់ស៊ីមករកនិយាយហាមឃាត់អ្នកស្រីមានក៏បានលើឡើងថាអូឬមួយក៏ខ្ញុំបញ្ជូនគេឲ្យខាងរាជការតែម្ដងទៅលោកម្ចាស់ស៊ីមលឺអញ្ចឹងព្រាមមកស្ងាត់មាត់ឲ្យឆឹងគាត់ដែរមិនទាន់បានចាត់ការប្រពន្ធអីស្រួលបួលផងប្រពន្ធហ្នឹងក៏ដឹងកាលាមុនហើយប្រពន្ធហ្នឹងក៏ធ្វើស៊ីគាត់បានមុនបានលុះដល់នៅពេលយប់ឡើងអ្នកស្រីមានហ្នឹងក៏បានមកអើមើលបន្តិចព្រោះអីតាំងពីព្រឹកមកមួយជីនហ្នឹងមិនឃើញមានមាត់កអ្វីទាល់តែសោះអ្នកស្រីមានហ្នឹងក៏បាននិយាយថាឪពុករបស់ឯងរបស់យើងឯងបានយ៉ាងល្អណែឲ្យចង់ញ៉ាំអីចាដែរបានជួតតើឯងនៅចាំពីឪពុកបង្ការរបស់ឯងបានដែរទេដែលគេហ្នឹងបានលោកឯងមកកាន់ទីនេះមើលទៅគេម្នាក់នោះញៀនលបែងខ្លាំងណាស់ឥឡូវនេះក៏មានជំងឺឈឺខ្លាំងគេគឺដេកជាប់តែនៅកន្ទេលរងចាំតែការស្លាប់មកដល់តែប៉ុណ្ណោះដូច្នេះហើយបើសិនជាឯងព្រមបើកមាត់ចាំយើងនឹងជួយចាត់ចែងធ្វើពិធីបុណ្យសពតែឪពុកបង្ការរបស់ឯងទៅចុះអ្នកស្រីមាននិយាយបែបនេះហើយគាត់ក៏បានចេញទៅវិញបាត់ទៅហើយថាយ៉ាងចឹងចំពោះថាសបាយដែលកូនចៅរបស់អ្នកស្រីមានបានលើកយកមកឲ្យមួយជីននោះមួយជីនខំបើកមើលអស់ពីមួយចានចុះដល់មួយចានទៀតហើយប៉ុន្តែគ្រប់ចានគឺសុទ្ធតែទទេស្អាតប៉ុន្តែពេលដែលមួយជីនគេបើកដល់មួយចានចុងក្រោយនោះក្នុងហ្នឹងគឺដូចជាមានសរៃក្រហមមិនដឹងទេនេះមួយជីនគេក៏បានគិតនៅក្នុងចិត្តវាសនារបស់ខ្ញុំគឺមានតែមួយគត់ខ្ញុំញ៉ាំរបស់នឹងហើយក៏ពលស្លាប់ឬមួយក៏ខ្ញុំមិនញ៉ាំអ្វីរហូតទាល់តែខ្ញុំដាច់ពោះស្លាប់សរុបមកចង់មិនក៏ដោយក៏ចុងក្រោយទៅមួយជីនតែស្លាប់ដែរហើយនៅយប់នេះផងដែរយើងងាកទៅមើលលោកម្ចាស់ស៊ីមបន្តិចសិតមែននេះណាបងរឿងតែគាត់ធំដែលគាត់ចង់ផ្ទេកម្មសិទ្ធដែលគាត់បង្កើតឡើងមកថ្មីនេះហ្នឹងមកកាន់ទីនេះហើយពេលនោះគាត់នឹងអាចបានរួចខ្លួនពីកណ្ដាប់ដៃរបស់អ្នកស្រីមីនតែថាលោកម្ចាស់ដាក់បោះហើយអត់មានអ្នកខ្មងផងចូលចាក់ព្រះអង្គហ្នឹងមិននឹងទទួលជួយទៅព្រោះអីបើសិនជាព្រះចង់និយាយចាថ្ងៃហ្នឹងមានថាធុញហើយមានអ្នកចាក់ខ្មងចម្រៀងហើយខ្មងចម្រៀងសុទ្ធចម្រៀងមិនដឹងថាតាំងពីជំនាន់ណាកន្ទ្រឹមមិនចំកន្ទ្រឹមសិតចំសិតពីដើមចំពីដើម
ស្ដាប់ឲ្យជួយក្បាលមួយដេកធ្វើឲ្យ depression លើសដើមអញ្ចឹងទៅក៏ស្ដាប់ចម្លើយរឿងទៅអ្នកកំងជំនាញក៏មានឲ្យស្ដាប់ប៉ុន្តែស្ដាប់មួយថ្ងៃហ្នឹងស្ដាប់មួយថ្ងៃហ្នឹងដែរបាត់ជំនាញដល់មានអ្នកគេកំងជំនាញបបប្រែកផ្លូវជឿតាអង្គទទួលហើយព្រះអង្គក៏នឹងត្រូវជាប់ទោសដោយតែលោកម្ចាស់ស៊ីមដែរហ្នឹងចង់ឲ្យព្រះអង្គហ្នឹងមកខ្លាញ់ច្រឡំអីមិនបានទេគឺមិនអាចឲ្យហើយណាមួយលោកម្ចាស់ស៊ីមហ្នឹងក៏មានលួចលាក់ជួយដោយស្ពនធខុសច្បាប់ណាព្រះអង្គសម្បត្តិត្រឹមតែជាព្រះច្បុតហ្នឹងនៅព្រះអង្គជួយមិនបានទេហើយរឿងក៏បានកាត់មកនៅព្រឹកបន្ទាប់ជេអ៊ីនាងក៏ចង់ចូលទៅមើលមួយជីនប៉ុន្តែអ្នកយាមទ្វារកន្លែងឃុំឃាំងមួយជីនគឺមិនបានអនុញ្ញាតឲ្យនាងចូលទៅមើលឡើយហើយពួកគេធ្វើនេះគឺតាមបង្គាប់របស់អ្នកស្រីមាននឹងឯងមួយជីនដែលនៅខាងក្នុងវិញក៏មិនបានមកតបតអ្វីជាមួយជេអ៊ីទាល់តែសោះគេគឺនៅសង្ងំស្ងៀមដោយការពីម្សិលមិញអញ្ចឹងដូច្នេះហើយបន្ទាប់ពីហ្នឹងមកជេអ៊ីហ្នឹងក៏បានសម្រេចចិត្តចូលទៅជួបឪពុកនាងបានដឹងថាឪពុករបស់នាងទម្លាក់កំហុសទៅឲ្យបងប្រុសអាងតែថាបងប្រុសរបស់នាងគឺជាមនុស្សស្លូតហើយនឹងស្មោះត្រង់ជាមួយគ្រួសារឯលោកម្ចាស់ស៊ីមហ្នឹងក៏បែរជាសួរថាហើយបើអញ្ចឹងមែនហ្នឹងវាយ៉ាងម៉េចចងជេអ៊ីក៏និយាយវិញទៅនាងថាធ្វើអញ្ចឹងគឺមានន័យថាលោកឪពុកហ្នឹងបោះបង់មួយជីនចោលហើយតើលោកឪពុកហ្នឹងឈរមើលយ៉ាងត្រជាក់បានយ៉ាងដូចម្ដេចលោកម្ចាស់ស៊ីមហ្នឹងក៏បាននិយាយវិញយើងបានទូមានគេប្រឆាំងខ្ញុំវិបាកតែគេនៅតែមិនអើពើជាមួយនឹងការទូមានរបស់យើងគេនៅតែធ្វើតាមចិត្តចង់ហើយឥឡូវនេះគេក៏ត្រូវទទួលទោសចំពោះកំហុសរបស់គេអញ្ចឹងហើយលោកម្ចាស់ស៊ីមក៏លេងឲ្យមួយជីនទទួលកំហុសគ្រប់យ៉ាងតែម្ដងនិយាយទៅគាត់សុកចិត្តចំណាយមួយជីនម្នាក់ដើម្បីតែឲ្យគាត់ហ្នឹងរក្សាអំណាចរបស់គាត់បានគប់សម្រាប់ចំណែកឯជេអ៊ីនាងក៏កាន់តែយល់ច្បាស់ពីឪពុកម្ល៉េះហើយនាងសូមបដិសេធទុកមុនឲ្យហើយណានាងហ្នឹងមិនធ្វើជាមុខទំនេររបស់ឪពុកចំណែកថ្ងៃបន្ទាប់ពីហ្នឹងមកពេលដែលនាងដើរចេញមកវិញនោះអ្នកបម្រើស្រីម្នាក់ហ្នឹងក៏នៅចាំនាងចង់ដឹងថាតើអ្នកនាងតូចហ្នឹងអាចរកវិធីជួយអ្នកប្រុសធំបានឬមួយក៏អត់ដល់ពេលដែលនាងដឹងថាជេអ៊ីហ្នឹងជួយអីមិនបាននាងក៏និយាយថានាងបានលើមកថាមានឯកសារមួយហ្នឹងមានសរសេរឈ្មោះរបស់អ្នកប្រុសធំតែម្ដងជេអ៊ីអានេះក៏ចង់ស្រាវជ្រាវមើលឯកសារមួយចំនួនដើម្បីតែចង់បញ្ជាក់ឲ្យច្បាស់ថាតើក្រុមបកពួកដែលមានឈ្មោះរបស់មួយជីននោះក្រុមហ្នឹងប្រកបឬនៅវាច្បាស់ជាមានផតការចំណាយចំណូលអ្វីជាមិនខានឡើយហើយតើតែពេលចាប់ផ្ដើមយកងងើតទៅជេអ៊ីហ្នឹងចាប់ផ្ដើមចេញសកម្មភាពនាងក៏បានចូលមករកឯកសារយ៉ាងស្ងៀមស្ងាត់ជាទីបំផុតហើយនាងក៏មិនទាន់បានប្រមាណផងនាងក៏លឺសូរសម្រាប់ជើងមនុស្សដើរសម្ដៅមកកាន់ទីនេះជេអ៊ីក៏បញ្ញាពលលត់ចង្កៀងហើយនាងក៏រត់ដល់កន្លែងពួនផ្លែតរួចមកនាងក៏ដឹងថាអ្នកដែលបានចូលមកកាន់ទីនេះគឺជាអ្នកស្រីមានហើយនិងកូនចៅចំណិតរបស់គាត់សោះអ្នកស្រីមានហ្នឹងក៏បាននិយាយថាឥឡូវហ្នឹងគឺដល់ពេលដែលគាត់ដាក់គោលដៅទៅកាន់ប្តីរបស់គាត់វិញម្ដងហើយអស់ពីនិយាយអញ្ចឹងហើយពួកគេក៏បាននាំគ្នានិយាយខ្លួនវិញម្ដងកូនចៅអ្នកស្រីមានហ្នឹងក៏បាននិយាយការថាគេមិនទាន់បានសុខដល់អ្វីទេព្រោះតែខ្ជូហាហ្នឹងបាត់ពីកន្លែងសំណាក់បានហើយគេក៏មិនបានឃើញខ្ជូហាហ្នឹងតាក់ទងទៅរកពីណាគេទាំងអស់សូម្បីតែលោកម្ចាស់ស៊ីហ្នឹងក៏មិនទាន់ឃើញតាក់ទងមកដែរយ៉ាងណាក៏ដោយអ្នកស្រីមានក៏បានឲ្យកូនចៅហ្នឹងស្រាវជ្រាវមើលជាបន្តទៀតគាត់មានអារម្មណ៍ថាឆាប់នេះខ្ជូហាហ្នឹងដឹងតែតាក់ទងមករកប្តីគាត់ជាមិនខានទេព្រោះអីពួកគេដឹងតែសុខលោកគ្នាដើម្បីតែទម្លាក់តំណែងរបស់គាត់តែម្ដងជេអ៊ីដែលនៅពួនណាក៏សង្ងំបានស្ដាប់ឮរឿងរ៉ាវទាំងអស់ហើយនាងនៅស្ងៀមល្អហើយហ្នឹងណាប៉ុន្តែគ្រាន់តែអ្នកស្រីមានហើយនឹងកូនចៅហ្នឹងដើរចេញទៅវិញជេអ៊ីហ្នឹងភ្លេចខ្លួនបានតែក៏ប៉ះទៅនឹងទ្វារហ្នឹងបង្កលឺសូរជាសម្លេងបន្តិចបានអ្នកស្រីមានហ្នឹងក៏បានងាកក្រោយទៅរកប្រភពសម្លេងភ្លាមចាប់ហើយជេអ៊ីពេលហ្នឹងភ្លេចខ្លួនមិនស្ទើរទេនេះស្រាប់តែនៅរំពេញហ្នឹងផងដែរហងរាំងក៏បានដើរចូលមកកាន់ទីនេះអ្នកស្រីមានហ្នឹងក៏ភ្លេចឲ្យរឿងលឺសម្លេងមុនហ្នឹងអស់បានណាមួយរឿងហ្នឹងវាមិនសូវសំខាន់ផងនោះហើយការដែលហងរាំងចូលមកទីនេះគឺព្រោះតែគេបានដឹងថានៅហ្នឹងគឺមានវត្តមានជេអ៊ីលោកបានមកសបកមកទៀតមកពេលដែលជេអ៊ីហ្នឹងលួចប្លង់ចេញមកខាងក្រៅវិញនាងក៏ឃើញហងរាំងនៅរងចាំផ្លូវនឹងរួចជាស្រេចហើយហងរាំងក៏បាននាំនាងមកសួរនាំបន្តិចមួយថ្ងៃហ្នឹងជេអ៊ីមានបានដៃទឹកដែរអត់មើលទៅដូចជារវល់ដល់ហើយហើយមើលដៃមានរបួសទៀតហើយជេអ៊ីក៏និយាយវិញនាងថាដៃរបស់នាងមិនសំខាន់ទេអ្វីដែលសំខាន់នៅពេលនេះគឺជាបងមួយជីនឯហងរាំងក៏បាននិយាយវិញនោះគឺជាអ្វីដែលគាត់បានជ្រើសរើសវាគឺជាជោគវាសនារបស់គាត់យ៉ាងណាក៏ដោយជេអ៊ីនាងក៏បានប្រកែកនាងថាការបំផ្ទុះនោះមិនមែនជាទង្វើរបស់មួយជីនឡើយហងរាំងឯនេះក៏និយាយទៀត